ខ្ញុំបាទឈ្មោះសុំប្រាណេសូមជម្រាបសួរទស្សនិកជនបងប្អូនដែលកំពុងសិក្សានៅសាកលវិទ្យាល័យវណ្ណដាហើយដែលបានទស្សនានៅវីដេអូនេះពេលវេលានេះដែរយើងនឹងមានការជួបសម្ភាសទៅកាន់និស្សិតចំនួន1រូបក្នុងការចែករំលែកនៅបទពិសោធន៍ការសិក្សានិងការងារដែលកំពុងបានបម្រើការងារនិងមុខតំណែងលើការងាររបស់គាត់សប្តាហ៍ថ្ងៃដែលតួនាទីរបស់គាត់គឺអ្នកបញ្ជាទិញដែលយើងហៅថា Purchaser ជំរាបសួរបងអូនជំរាបសួរលោកគ្រូតើបងអូនសុខសប្បាយទេចាសុខតើបងអូនអាចរៀបរាប់ប្រវត្តិខ្លះៗដែលទាក់ទងនឹងការងារការសិក្សាក៏ដូចជាបទពិសោធន៍ខ្លះៗរបស់បងអូនដែលទាក់ទងនឹងការងារបច្ចុប្បន្នទៅកាន់សិស្សានុសិស្សទស្សនិកជនដែលកំពុងទស្សនានៅវីដេអូនេះនាងខ្ញុំសូមគោរពជំរាបសួរលោកគ្រូម្ដងទៀតនិងសួស្ដីទៅកាន់មិត្តនិស្សិតទាំងអស់ដែលកំពុងតែទស្សនានៅវីដេអូនេះនាងខ្ញុំឈ្មោះថាស្រីមួយហើយបច្ចុប្បន្ននេះខ្ញុំជានិស្សិតឆ្នាំទី4ឆ្នាំទី2នៅសាកលវិទ្យាល័យវណ្ណដាសាខាខេត្តសៀមរាបចាសប្តាហ៍ថ្ងៃនេះនាងខ្ញុំជាបុគ្គលិកនៅក្នុងស្ថានភាពកន្លែងនៅក្នុងខេត្តសៀមរាបហើយតួនាទីរបស់ខ្ញុំជា Purchaser តើបងអូនអាចលើកឡើងខ្លះៗបានទេអំពីការងារដែលបងអូនធ្វើជាប្រចាំហើយការងាររបស់បងអូនហ្នឹងចូលតាមរយៈណាដែរហើយដឹងព័ត៌មានពីណាខ្លះហើយបងអូនចូលធ្វើការនៅឆ្នាំទីប៉ុន្មានដែរចាលោកគ្រូតាមរយៈការងារនេះដែរខ្ញុំបានទទួលព័ត៌មានពីខាងសាកលវិទ្យាល័យតាមរយៈការផ្សព្វផ្សាយនិងមានក្រុមការិយាល័យសេវានិស្សិតដែលពួកគាត់ជួយជំរុញលើកទឹកចិត្តរៀបចំឯកសារក្នុងការស្វែងរកការងារធ្វើតើបងអូនអាចរៀបរាប់បទពិសោធន៍ខ្លះៗបានទេទាក់ទងនឹងបទពិសោធន៍ក្នុងការបែងចែកពេលវេលាដែលបងអូនបានធ្វើការផងហើយសិក្សាផងតើធ្វើបែបណាដើម្បីអាចមានពេលសិក្សាហើយអាចធ្វើការងារដោយរលូនបានចាលោកគ្រូមុនពេលដែលខ្ញុំបានទទួលតំណែងជា Purchaser នេះដែរខ្ញុំបានសិក្សានៅពេលព្រឹកក៏ប៉ុន្តែនៅពេលដែលបានទទួលតំណែងនេះហើយខ្ញុំបានផ្លាស់ប្ដូរមករៀននៅពេលយប់វិញដូច្នេះហើយពេលវេលាការងារជាមួយនឹងការសិក្សារបស់ខ្ញុំពេលដែលឡែកពីគ្នាធ្វើឲ្យខ្ញុំអាចគ្រប់គ្រងបានសំណួរចុងក្រោយសូមសួរបងអូនថាតើការងាររបស់បងអូនសប្តាហ៍ថ្ងៃត្រូវនឹងជំនាញដែលបងអូនបានសិក្សានៅសាកលវិទ្យាល័យដែរទេហើយការអនុវត្តជាក់ស្ដែងវារបៀបណាដែរតើដូចគ្នាឬក៏យ៉ាងណាដែរចាលោកគ្រូនៅក្នុងតួនាទីជា Purchaser នេះដែរវាពាក់ព័ន្ធយ៉ាងជិតស្និទ្ធជាមួយនឹងជំនាញគណនេយ្យដែលនៅក្នុងនោះមានដូចជាការគ្រប់គ្រងស្តុកទំនិញការវិភាគស្តុកការវិភាគតម្លៃជាមួយនឹងការរៀបចំឯកសារនៅក្នុងកម្មវិធីទិញមួយចំនួនទៀតតម្លៃនិងគុណភាពដ៏ល្អមួយសម្រាប់សន្តាគាររបស់ពួកយើងបន្ទាប់មកយើងស្នើសុំបញ្ជាទិញពីប្រធានផ្នែកចំណុចសំខាន់បំផុតនៅក្នុងការបញ្ជាទិញហ្នឹងទី1គឺយើងត្រូវដឹងថាតើយើងចង់បានផលិតផលឬក៏សេវាមួយណាដើម្បីយើងអាចសុំតម្លៃពីអ្នកផ្គត់ផ្គង់យ៉ាងហោចណាស់ឲ្យបានពេលដើម្បីធ្វើការប្រៀបធៀបតម្លៃនិងរកតម្លៃនិងគុណភាពដ៏ល្អមួយដើម្បីរៀបចំឯកសារស្នើសុំពីប្រធានផ្នែកក្នុងការបញ្ជាទិញជាចុងក្រោយតើបងអូនមានអ្វីបែប5ទៅកាន់សិស្សានុសិស្សដែលមានបំណងចង់សិក្សាបន្តនៅសាកលវិទ្យាល័យវណ្ណដាដែរទេចាជាចុងក្រោយនេះខ្ញុំចង់លើកទឹកចិត្តដល់បងប្អូនទាំងអស់គ្នាដែលស្រឡាញ់ទៅលើជំនាញគណនេយ្យអាចមកចុះឈ្មោះចូលរៀនបាននៅសាកលវិទ្យាល័យវណ្ណដានេះដោយទំនុកចិត្តអរគុណដល់បងអូនដែលបានចំណាយពេលវេលាយ៉ាងមានតម្លៃក្នុងការផ្ដល់បទពិសោធន៍ទាក់ទងនឹងការងារទាក់ទងនឹងចំណេះជំនាញដែលបងអូនបានសិក្សានៅសាកលវិទ្យាល័យហើយជាពិសេសគឺសូមលើកទឹកចិត្តដល់បងប្អូនដែលទើបតែចាប់បាក់ឌុបឬក៏បាក់ឌុបឆ្នាំចាស់ដែលមានបំណងចង់សិក្សានៅជំនាញគណនេយ្យហើយចង់បន្តនៅសាកលវិទ្យាល័យបងប្អូនអាចបញ្ចុះឈ្មោះចូលរៀនបាននៅសាកលវិទ្យាល័យវណ្ណដាសូមអរគុណសូមជម្រាបលា